រកឃើញសពម្ដាយនិងកូន2នាក់ដែលស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់នៅក្រុងកែបព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2026នេះកម្លាំងចម្រុះដឹកនាំដោយលោកហ៊ូមីថូណាអភិបាលរងខេត្តនិងជាប្រធានលេខាធិការឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែបបានរកឃើញសពមនុស្ស3នាក់ដែលជាម្ដាយនិងកូនប្រុស2នាក់បន្ទាប់ពីស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿងខណៈចេញទៅរកងាវនៅចំណុចខ្លងអូក្រសាស្ថិតនៅក្នុងសង្កាត់អូក្រសាក្រុងកែបខេត្តកែបកាលពីរសៀលថ្ងៃទី17ខែឧសភាឆ្នាំ2026ក្នុងឱកាសនោះអាជ្ញាធរនិងក្រុមការងារបានសម្ដែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពនិងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងរដូវវស្សានិងពេលមានអាកាសធាតុមិនអំណោយផលគួរបញ្ជាក់ថាហេតុការណ៍លិចទូកស្មាច់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ 12:50 នាទីរសៀលខណៈទូកស្មាច់មួយគ្រឿងបានចេញទៅរាវងាវនៅមុខឃ្លោងព្រែកសសៀក៏ជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំធំធ្វើឲ្យលិចទូកតែម្ដងក្នុងទូកមានមនុស្សចំនួន4នាក់រួមមានឈ្មោះរស់សាមភេទប្រុសអាយុ40ឆ្នាំជាឪពុកបានរស់រានមានជីវិតខណៈភរិយាឈ្មោះណាំផារីអាយុ38ឆ្នាំនិងកូនប្រុស2នាក់អាយុ10ឆ្នាំនិង8ឆ្នាំបានបាត់ខ្លួនក្រោយកើតហេតុជនរងគ្រោះទាំងអស់រស់នៅភូមិអូក្រសាសង្កាត់អូក្រសាក្រុងកែបខេត្តកែប